បន្តទៀតជាដំបូងយើង comment អក្សរ P ណាcomment អក្សរ P មកចាប់នេះឡើងមក15 សង់ទីម៉ែត្រទៅមកទៀតយើង comment អក្សរ F មិនសើណាពីចេញណាតាម100មក100 សង់ទីម៉ែត្រអូខេទៅមក comment អក្សរ P លើកនេះ25អូខេយើងបានប៉ុណ្្នឹងហើយយើង comment អក្សរ T ទៀតមកអូខេតបមកយើង comment អក្សរ L គូឡាយវាដើម្បីបិទផ្ចិតអូខេយើងបានប៉ុណ្្នឹងហើយយើង comment អក្សរ E លុបផ្ទាល់នេះចោលមកទេបាទនៅក្នុងវគ្គនេះយើងធ្វើតែប៉ុណ្្នឹងទេហើយនៅវគ្គក្រោយទៀតយើងនឹងលើកដំបូងខាងលើបាទអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវគ្គក្រោយបន្តទៀតអរគុណច្រើនជម្រាបលា